តើអ្នកធ្លាប់នឹកឃើញទេថាការបញ្ចូលគ្នារវាងភាពអាក្រក់និងភាពចម្លែកនៅក្នុងសត្វតែមួយអាចបង្កជាការភ្ញាក់ផ្អើលយ៉ាងណានៅក្នុងពិភពជីវវិទ្យាបុរាណសត្វមួយនេះមានរាងកាយដ៏ធំមហិមាមើលទៅគួរឲ្យខ្លាចហើយមានចង្កូមមុតស្រួចពីរប៉ុន្តែតាមការពិតវាជាសត្វស៊ីរុក្ខជាតិសុទ្ធសាធរឿងដែលកាន់តែចម្លែកទៀតនោះគឺវាមានក្បាលប្រវែងជិត1ម៉ែត្រប៉ុន្តែទំហំខួរក្បាលរបស់វាតូចជាងឆ្មាដែលយើងចិញ្ចឹមនៅផ្ទះទៅទៀតសត្វនេះមានឈ្មោះថា Dinoceras uinterterium ឬសត្វនៃយុគសម័យដំបូងដែលមានក្បាលដ៏ចម្លែកបំផុតកុំច្រឡំជាមួយឈ្មោះរបស់វាឲ្យសោះទោះបីជាឈ្មោះស្ដាប់ទៅគួរឲ្យខ្លាចប៉ុន្តែវាមិនមានអ្វីពាក់ព័ន្ធនឹងភាពកាយសាហាវនោះទេតែផ្ទុយទៅវិញរូបរាងរបស់វាកាន់តែមើលទៅកាន់តែចម្លែកការរកឃើញសត្វ Dinoceras នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពជីវវិទ្យាបុរាណនៅសតវត្សទី19នៅទសវត្សរ៍ឆ្នាំ1870អ្នកជីវវិទ្យាបុរាណជនជាតិអាមេរិកដ៏ល្បីឈ្មោះ Edward Trinker Cope បានរកឃើញហ្វូស៊ីលដ៏ចម្លែកនៅក្នុងស្រទាប់ដីយុគសម័យ Eocene នៅរដ្ឋ Wyoming និងរដ្ឋ Utah សហរដ្ឋអាមេរិកវាមានលលាក្បាលដ៏ធំជើងដ៏មាំនិងស្នែងឆ្អឹងចំនួន6ដែលធ្វើឲ្យវាក្លាយជាសត្វដ៏ប្លែកបំផុតក្នុងចំណោមហ្វូស៊ីលថនិកសត្វនៅសម័យនោះនៅពេលដំបូងគោបក៏មានភាពច្របូកច្របល់ដែរដោយមិនដឹងថាវាជាសត្វអ្វីនោះទេវាសឹងតែមិនដូចរមាសមិនដូចដំរីហើយក៏មិនដូចថនិកសត្វបុរាណដទៃទៀតដែលគេធ្លាប់ស្គាល់បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល2ឆ្នាំនិងការប្រៀបធៀបឆ្អឹងជាច្រើនមកទើបនៅឆ្នាំ1872គោបានដាក់ឈ្មោះវាជាផ្លូវការថា Concertorium ដោយសន្និដ្ឋានថាវាជាសត្វបុរាណប្រភេទថ្មីដែលស្ថិតក្នុងលំដាប់ Dinocerata ដែលជាក្រុមថនិកសត្វបុរាណដ៏អាថ៌កំបាំងលើសពីនេះហ្វូស៊ីលរបស់សត្វ Dinoceras ត្រូវបានរកឃើញតែនៅអាមេរិកខាងជើងប៉ុណ្ណោះសរុបមកវាគឺជាសត្វតំណាងតែមួយគត់នៃយុគសម័យ Eocene នៅអាមេរិកខាងជើងដូចទៅនឹងសត្វគោព្រៃអាមេរិកក្នុងសម័យបច្ចុប្បន្នដែរ Dinoceras រស់នៅក្នុងចន្លោះពី45លានទៅ36លានឆ្នាំមុនក្នុងអំឡុងពេលចុងយុគសម័យ Eocene នោះគឺជាពេលវេលាដែលជាយុគមាសនៃការផ្ទុះឡើងនៃចំនួនថនិកសត្វបន្ទាប់ពីការផុតពូជនៃ Dinosaur ថនិកសត្វបានរួចផុតពីការគ្រប់គ្រងរបស់សត្វល្មូនរាប់លានឆ្នាំហើយចាប់ផ្ដើមវិវត្តយ៉ាងឆ្កួតលីលាដោយបង្កើនទំហំរាងកាយយ៉ាងខ្លាំង Dinoceras គឺជាតំណាងដ៏សំខាន់មួយនៃការវិវត្តរបស់ថនិកសត្វក្នុងដំណាក់កាលដំបូងនៃ Cenozoic នៅអាមេរិកខាងជើងនៅសម័យនោះបរិយាកាសនៅអាមេរិកខាងជើងមានភាពកក់ក្ដៅនិងសើមសម្បូរទៅដោយព្រៃឈើនិងវាលស្មៅដ៏ធំល្វឹងល្វើយដែលផ្ដល់អាហារមិនចេះអស់ដល់សត្វស៊ីរុក្ខជាតិរួមជាមួយ Dinoceras ក៏មានសត្វធំៗដទៃទៀតដូចជា Rhinoceros គឺជាសត្វស៊ីរុក្ខជាតិដែលមានឥទ្ធិពលបំផុតនៅក្នុងខ្សែសង្វាក់អាហារនេះដោយត្រូវបានគេចាត់ទុកថាជាម្ចាស់ដីដ៏ខ្លាំងក្លាយោងតាមការវាស់វែងហ្វូស៊ីលចុងក្រោយបំផុត Dinoceras ពេញវ័យអាចមានប្រវែងដងខ្លួនដល់ទៅ3ម៉ែត្រកម្ពស់ជិត2ម៉ែត្រនិងទម្ងន់ជាមធ្យមប្រហែល3តោនដែលស្មើនឹងទំហំរបស់រមាសអាហ្វ្រិកពេញវ័យមួយក្បាលប៉ុន្តែរចនាសម្ព័ន្ធរាងកាយរបស់វាខុសប្លែកពីសត្វរមាសយ៉ាងខ្លាំងដោយមានជើងខ្លីនិងមាំលលាក្បាលធំរាងកាយមូលដូចធុងនិងកន្ទុយខ្លីដែលធ្វើឲ្យវាមើលទៅដូចជាការរួមបញ្ចូលគ្នារវាងជ្រូកព្រៃនិងរមាសទោះបីជា Dinoceras មានរាងកាយធំនិងជើងខ្លីប៉ុន្តែដោយសារលលាក្បាលដ៏ចម្លែកនិងរូបរាងដែលមើលទៅគួរឲ្យខ្លាចទើបធ្វើឲ្យសត្វស៊ីសាច់មិនហ៊ានចូលចិត្តវាឡើយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសម័យនោះវាប្រៀបដូចជាស្ដេចដ៏ស្ងប់ស្ងាត់មួយអង្គរឿងដែលចម្លែកបំផុតនោះគឺលលាក្បាលរបស់វាធំនិងធ្ងន់ខ្លាំងណាស់ប៉ុន្តែខួរក្បាលរបស់វាវិញតូចគួរឲ្យអាណិតដោយមានទំហំប្រហាក់ប្រហែលនឹងខួរក្បាលឆ្មានេះហើយជាមូលហេតុដែលវាមានអាវុធច្រើនប៉ុន្តែប្រើប្រាស់បានត្រឹមតែទំហំរាងកាយនិងរូបរាងដ៏គួរឲ្យខ្លាចដើម្បីរស់រានមានជីវិតដោយគ្មានជំនាញក្នុងការបរបាញ់ឬសកម្មភាពសង្គមដ៏ស្មុគស្មាញឡើយអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថាសត្វ Dinoceras រត់យឺតណាស់ដោយល្បឿនអតិបរមាត្រឹមតែ10គីឡូម៉ែត្រក្នុង1ម៉ោងប៉ុណ្ណោះការមានវត្តមានរបស់សត្វ Dinoceras បានជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធអេកូឡូស៊ីទាំងមូលនៃយុគសម័យ Eocene ម្យ៉ាងវិញទៀតទំហំដ៏ធំរបស់វាអាចជួយគ្រប់គ្រងការលូតលាស់នៃរុក្ខជាតិបានសត្វ Dinoceras ដែលស្ថិតក្នុងក្រុម Dinocerata បានចាប់ផ្ដើមវិវត្តមកពីសត្វដែលមានទំហំត្រឹមតែប៉ុនទន្សាយប៉ុណ្ណោះហើយរស់នៅក្នុងព្រៃដោយស៊ីសត្វល្អិតនិងរុក្ខជាតិជាអាហារប៉ុន្តែក្រោយមកនៅពេលដែលបរិយាកាសកាន់តែមានភាពកក់ក្ដៅនិងរុក្ខជាតិកាន់តែសម្បូរបែបពួកវាបានចាប់ផ្ដើមវិវត្តឲ្យមានទំហំធំឡើងការវិវត្តទាំងមូលចំណាយពេលប្រហែល10លានឆ្នាំដែលជាការវិវត្តដ៏លឿនបំផុតមួយសម្រាប់សត្វបុរាណប៉ុន្តែការរស់នៅរបស់វាគឺមានរយៈពេលខ្លីត្រឹមតែប្រហែល10លានឆ្នាំប៉ុណ្ណោះនៅចុងយុគសម័យ Eocene ផែនដីបានចុះត្រជាក់យ៉ាងខ្លាំងដែលបណ្ដាលឲ្យព្រៃឈើនិងវាលស្មៅដែល Dinoceras ពឹងផ្អែកលើវាបាត់បង់បន្តិចម្ដងដែលធ្វើឲ្យអាហារកាន់តែខ្សត់ខ្សោយរួមផ្សំជាមួយនឹងការប្រកួតប្រជែងពីសត្វដទៃទៀតដែលមានភាពរហ័សរហួននិងមានសមត្ថភាពបន្តពូជខ្ពស់ជាង Dinoceras ដែលមានខួរក្បាលតូចនិងយឺតយ៉ាវបានបាត់បង់សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបរិស្ថានថ្មីហើយទីបំផុតវាបានផុតពូជនៅប្រហែល36លានឆ្នាំមុនវាគួរឲ្យអាណិតដែលសត្វ Dinoceras ត្រូវបានផុតពូជទាំងស្រុងដោយគ្មានសត្វកូនចៅឬសត្វណាមួយដែលជាសាច់ញាតិរបស់វានៅសល់ដល់សម័យបច្ចុប្បន្នឡើយវាត្រូវបានគេចាត់ទុកថាជាការពិសោធន៍មួយរបស់ធម្មជាតិក្នុងប្រវត្តិសាស្ត្រជីវិតនៅលើផែនដី Dinoceras គឺជាលទ្ធផលនៃការវិវត្តរបស់ថនិកសត្វឲ្យមានទំហំធំជាលើកដំបូងបន្ទាប់ពីការផុតពូជរបស់ Dinosaur ទោះបីជាចុងក្រោយវាត្រូវផុតពូជក៏ដោយប៉ុន្តែវត្តមានរបស់វាបានសក្ខីកម្មពីភាពអស្ចារ្យនៃការវិវត្តរបស់ជីវិតនៅលើផែនដីនិងភាពឃោរឃៅដែលបង្កប់នៅពីក្រោយការវិវត្តនោះ